សួរពុកម៉ែបងប្អូនទាំងអស់គ្នានេះខ្ញុំដាឡែនជាក្រុមការងាររបស់ហាងចាប់បណ្ណាចិត្ត3ថ្ងៃនេះខ្ញុំចង់ណែនាំឲ្យពុកម៉ែបងប្អូនបានដឹងពាក់ព័ន្ធជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយក៏ដូចជា template ឬក៏ social media ដែលខាងហាងចាប់បណ្ណាចិត្ត3ឥឡូវនេះគឺយើងមាន social media ផ្សព្វផ្សាយចំនួន5ក្នុងនោះគឺមានaccount TikTok Facebook page YouTube Instagram និង channel Telegram ផងដែរចាសម្រាប់ផ្សព្វផ្សាយតាក់ទងជាមួយនឹងហាងចាប់បណ្ណាចិត្ត3របស់ខ្ញុំផ្ទាល់តែម្ដងចាហើយក្នុងនោះផងដែរគឺយើងមាន account TikTok ចំនួន2 TikTok informal និង TikTok outside formal ចាក្រៅផ្លូវការនិងក្នុងផ្លូវការចាសម្រាប់ TikTok ក្នុងផ្លូវការគឺយើងផ្សព្វផ្សាយតាក់ទងជាមួយនឹងសេវាកម្មក៏ដូចជាព័ត៌មានផ្សេងៗតាក់ទងជាមួយនឹងហាងចាប់បណ្ណាផ្ទាល់តែម្ដងសម្រាប់ TikTok ក្រៅផ្លូវការគឺយើងនឹងមានការបង្កើតមាតិកាវីដេអូខ្លីៗនិងមានការលេងកម្សាន្ត challenge ផ្សេងៗផងដែរចាអញ្ចឹងជារៀងរាល់សប្តាហ៍ម្ដងនៅថ្ងៃអាទិត្យយើងនឹងមានការលេង challenge กับនឹងវីដេអូខ្លីៗកម្សាន្តផ្សេងៗទៀតនៅ worksheet ផងដែរចាចំពោះ Facebook page វិញក៏យើងមានជាការ live ផ្ទាល់ផងដែររៀងរាល់មួយសប្តាហ៍ម្ដងសម្រាប់ព័ត៌មានផ្សេងៗដែលពុកម៉ែបងប្អូនមានចម្ងល់អាចតាមដាននៅក្នុងការ live ផ្ទាល់ក៏បានដែរចាអញ្ចឹងកុំភ្លេចណាពុកម៉ែបងប្អូនជួយទៅ follow ក៏ដូចជា like និង subscribe template ទាំង5នោះផងណាខ្ញុំនឹងដាក់នៅ QR code ក៏ដូចជា account នៅលើ screen នឹងឲ្យពុកម៉ែបងប្អូនបានឃើញណាហើយកុំភ្លេចជារៀងរាល់មួយសប្តាហ៍ម្ដងនៅថ្ងៃអាទិត្យជួបគ្នានៅ worksheet យើងនឹងមានការលេង challenge និងមានការលេងល្បែងកម្សាន្តជាច្រើនទៀតអូខេជួបគ្នាឆាប់ៗហ្នឹងអរគុណច្រើនបាយបាយ